ខ្ញុំស្រក់ទឹកភ្នែកនៅពេលដែលគេយកខ្នោះមកដាក់ខ្ញុំនឹកខ្លោចចិត្តខ្លួនឯងដែលវេទនាពន់ពេកដេកផ្ទាល់នឹងដេកដោយសាធាតនៅលើខ្លួនប្រានកាត់មានសុទ្ធតែចៃនៅលើក្បាលមានសុទ្ធតែករមាស់រដូវបនភ្ជុំខ្ញុំអាចតាមបងអួចឃើញមនុស្សម្នាយកចង្ហាន់ទៅវត្តចំណែកឯខ្ញុំវិញយំនៅក្នុងគុកនេះគឺជាសម្ដីរៀបរាប់នៅទុកលំបាកវេទនារបស់ឈឹមសំអល់ជាអតីតអ្នកទោសខ្មែរក្រហមនៅតំបន់បូព៌ាពីឆ្នាំ1974រហូតដល់ឆ្នាំ1975ឈឹមសំអល់អាយុ45ឆ្នាំបច្ចុប្បន្នជាកសិករមួយរូបរស់នៅក្នុងភូមិតាជួឃុំសារកាកែវស្រុកលវីអែមខេត្តកណ្ដាលបានរំលឹករឿងឡើងវិញនៅរឿងរ៉ាវការពីដតកាលដែលគាត់បានជួបប្រទះកាលពី25ឆ្នាំមុនថាបន្ទាប់ពីមានរដ្ឋប្រហារទម្លាក់សម្ដេចសីហនុនៅឆ្នាំ1970ខ្ញុំត្រូវទាហានលន់នល់ដែលចុះមកពីភ្នំពេញមកជ្រើសរើសឲ្យធ្វើការងារជាកងស្វ័យត្រានដើម្បីការពារសន្តិសុខភូមិនៅយប់មួយក្នុងដើមឆ្នាំ1974កងទ័ពរំដោះរបស់ខ្មែរក្រហមបានឡើងមករាតត្បាតភូមិស្រុករបស់ខ្ញុំហើយបានចាប់ខ្លួនខ្ញុំនិងអ្នកស្រុកចំនួន30នាក់ដោយចោទប្រកាន់ថាជាប់និន្នាការបម្រើឲ្យរបបចាស់របបសាធារណរដ្ឋខ្មែរដឹកនាំដោយលោកសេនាប្រមុខលន់នល់ម៉ោងប្រហែល10យប់មានឆ្លប់មិនស្គាល់មុខ2ឬ3នាក់មកហៅខ្ញុំថាអអលហែងចុះពីលើផ្ទះភ្លាមខ្ញុំដឹងថាបើចុះពិតជាមានបញ្ហាហើយដូច្នេះខ្ញុំមិនចុះទេពេលដែលខ្ញុំមិនព្រមពួកខ្មែរក្រហមពេលដែលខ្ញុំមិនព្រមចុះពីលើផ្ទះឆ្លប់ទាំងនោះបានយកចំពុះទងចាក់ពីក្រោមផ្ទះច្រោករួចបាញ់សម្ដៅមកខ្ញុំចំនួន3គ្រាប់ដោយពួកវាស្រែកហៅសន្ធាប់ខ្លាំងពេកនិងខ្លាចពួកវាបាញ់ត្រូវខ្ញុំក៏លើកដៃឡើងលើហើយចុះមកក្រោមផ្ទះគ្រាន់តែចុះមកដល់ដីភ្លាមពួកវាបានចាប់កន្ត្រាក់យកនីលកាពីដៃរួចចងស្លាប់សេកបណ្ដាខ្ញុំចេញទៅនៅពេលដែលពួកខ្មែរក្រហមបណ្ដាខ្ញុំនៅមនុស្សដទៃទៀតមកដល់ក្រោយភូមិស្រាប់តែមានក្របប្លង់កាណុង6បាញ់ចេញពីជ្រោយចង្វាទាហានលន់នល់បាញ់ប្លង់សន្ធាប់ពេកពួកទាហានខ្មែរក្រហមក៏បានរត់ចោលពួកខ្ញុំចំណែកឯខ្ញុំនិងមនុស្សទាំងអស់ភ័យខ្លាំងពេកក៏កន្ត្រាក់ដាច់ខ្សែចំណងពីដៃហើយនាំគ្នាទៅក្រាបពួននៅតាមរណ្ដៅក្របក្រោយពេលស្នូកំភ្លើងស្ងប់ស្ងាត់ទៅវិញពួកខ្មែរក្រហមបានមកជុំមនុស្សទាំងអស់ឲ្យងើបឡើងរួចចងស្លាប់សេកបណ្ដាទៅមុខទៀតរហូតដល់មាត់ស្ទឹងមួយរួចហើយក៏ចាប់ផ្ដើមឆែកឆេររកលុយទាហានខ្មែរក្រហមទាំងនោះបាននិយាយថាអ្នកណាមានលុយកាក់សម្ភារៈអីត្រូវដកហូតទាំងអស់ចាំដល់ថ្ងៃណាកសាងខ្លួនបានអង្គការនឹងឲ្យវិញឆែកឆេររួចហើយពួកខ្មែរក្រហមក៏បណ្ដាមនុស្សទាំងអស់កាត់តាមមាត់ស្ទឹងទៅមុខទៀតកំពុងតែដើរស្រាប់តែមានយន្តហោះមកពីភ្នំពេញបាញ់មួយសារទៀតប៉ុន្តែបាញ់សម្ដៅតែពួកខ្មែរក្រហមតែប៉ុណ្ណោះប៉ុន្មាននាទីក្រោយមកយន្តហោះក៏ត្រឡប់ទៅវិញទាហានខ្មែរក្រហមក៏បណ្ដាមនុស្សទាំងអស់មកដាក់នៅមន្ទីរអប់រំព្រែករៃក្នុងស្រុកលវីអែមខ្ញុំបានជាប់ឃុំឃាំងនៅមន្ទីរអប់រំព្រែករៃនេះចំនួន2សប្តាហ៍នៅពេលដែលពួកខ្មែរក្រហមបណ្ដាខ្ញុំមិនមានការផិតភ័យឡើយប៉ុន្តែនៅពេលដែលពួកខ្មែរក្រហមយកខ្នោះមកដាក់ជើងរើរែងរួចទើបខ្ញុំស្រក់ទឹកភ្នែកនិយាយដល់ត្រឹមនេះសំអល់ដកដង្ហើមធំសម្លឹងមើលកដៃរួចបន្តទៀតថានៅទីនោះវេទនាណាស់ហូបបាយនិងស្នូកជ្រូកបាស្លាប់ព្រាសម្បកក្រុមរយៈពេល2សប្តាហ៍ដែលខ្ញុំជាប់ឃុំឃាំងនៅមន្ទីរអប់រំព្រែករៃនេះសន្តិសុខមន្ទីរអប់រំបានហៅខ្ញុំទៅធ្វើប្រវត្តិរូបចំនួន3ដងសន្តិសុខម្នាក់បានគូសតុកសម្លុតខ្ញុំថាពួកឯងនឹងសុទ្ធតែធ្វើស្វ័យត្រានទាំងអស់ដោយសារតែពួកខ្មែរក្រហមកំញាញ់ខ្លាំងពេកខ្ញុំក៏សារភាពតាមត្រង់ការនោះមិនថាខ្ញុំឬអ្នកទោសដទៃទៀតឡើយពួកសន្តិសុខហៅមកធ្វើប្រវត្តិរូបម្នាក់ម្ដងគ្រប់គ្នាក្នុងពេលធ្វើប្រវត្តិរូបទាំង3លើកខ្ញុំបានឆ្លើយកុហកថាខ្ញុំគ្មានបងប្អូនទេអ្នកទោសមុនធ្លាប់ខ្សឹបប្រាប់ខ្ញុំថាបើកាលណាឆ្លើយតាមត្រង់ពួកខ្មែរក្រហមនឹងមកស្រាវជ្រាវតាមយកខ្សែបងមកតាមស្រាវជ្រាវតាមខ្សែយកបងប្អូនទៅទៀតក្រៅពីធ្វើប្រវត្តិរូបពួកសន្តិសុខខ្មែរក្រហមបានឲ្យអ្នកទោសទាំងអស់ចេញទៅធ្វើស្រែកាប់អស់រែកដីនិងរែកទឹកអ្នកទោសធ្វើការមួយថ្ងៃគ្មានពេលសម្រាកហើយឲ្យហូបចុកមិនគ្រប់គ្រាន់រយៈពេល1ឆ្នាំដែលជាប់ឃុំឃាំងខ្មែរក្រហមបានបញ្ជូនសំអល់ទៅដាក់នៅមន្ទីរអប់រំ3កន្លែងផ្សេងគ្នាសំអល់បានមានប្រសាសន៍បញ្ជាក់អំពីការផ្លាស់ប្ដូរកន្លែងឃុំឃាំងថាបន្ទាប់ពីជាប់ឃុំឃាំងនៅមន្ទីរអប់រំព្រែករៃរយៈពេល2សប្តាហ៍ខ្មែរក្រហមបានបញ្ជូនអ្នកទោសចំនួន15នាក់រួមទាំងរូបខ្ញុំផងមកដាក់នៅមន្ទីរអប់រំស្នាយពុលក្នុងស្រុកពីរាំងខេត្តព្រៃវែងចំនួន1ថ្ងៃដើម្បីបញ្ជូនបន្តទៅមន្ទីរអប់រំព្រែកក្រឡាញ់អ្នកទោសទាំងអស់ដែលបញ្ជូនពីមន្ទីរអប់រំព្រែក
អ្នកទោសទាំងអស់ដែលបញ្ជូនពីមន្ទីរអប់រំព្រែករេទៅកាន់មន្ទីរអប់រំស្នៃពុលពុំមានដាក់ខ្នោះឡើយគឺខ្មែរក្រហមចងអ្នកទោសនិងខ្សែអំបោះដោយដាក់បញ្ញត្តិថាបើនរណាម្នាក់ធ្វើឲ្យដាច់ខ្សែចំណងនិងបាញ់ចោលភ្លាមប៉ុន្តែសំណាងដែរដោយសន្តិសុខគ្រាន់តែដាក់បញ្ញត្តិតែពុំបានអនុវត្តព្រោះនៅពេលដែលប្រសិនបើនរណាម្នាក់ដើរលឿនបន្តិចអ្នកនៅបន្ទាប់ត្រូវតែកេះប្រាប់គ្នាថាកុំដើរលឿនពេកដាច់ឥឡូវហើយនៅពេលណាដែលខ្សែដាច់ម្ដងអ្នកទោសស្រែកទាំងស្លន់ស្លោជួយចងគ្នាវិញពេលដែលឃើញអ្នកទោសចងចំណងគ្នាឡើងវិញពួកខ្មែរក្រហមនាំគ្នាសោកសប្បាយដើរមកដល់ភូមិមួយដែលមានប្រជាជនប្រមាណ10គ្រួសារស្ថិតនៅក្នុងស្រុកពីរាំងខេត្តព្រៃវែងស្រាប់តែប្រជាជននៅក្នុងភូមិប្រដាប់ដោយដំបងកំបិតពូថៅខ្លះកាន់ជាប់មកចំរួមបំរុងវីអ្នកទោសដោយនិយាយទៅកាន់ក្រុមសន្តិសុខថាមិត្តសុំដូរមន់ពួកនឹងពួកចក្រពត្តិសុំដូរមន់អ្នកទោសទាំងអស់ភ័យញាប់ញ័រគ្រប់គ្នាព្រោះខ្លាចប្រជាជនសម្លាប់ប៉ុន្តែបានសន្តិបាលហាមឃាត់ក៏ស្ងាត់ទៅវិញខ្មែរក្រហមបានបណ្ដាលអ្នកទោសទាំងអស់ទៅមុខទៀតអស់រយៈពេល3ថ្ងៃទើបទៅដល់មន្ទីរអប់រំស្នៃពុលតាមពិតចម្ងាយផ្លូវពីមន្ទីរអប់រំព្រែករេទៅកាន់មន្ទីរអប់រំស្នៃពុលចំណាយពេលតែ1ថ្ងៃប៉ុណ្ណោះលុះពេលយប់ងងឹតសន្តិសុខបានបណ្ដាលអ្នកទោសចាក់ចេញពីមន្ទីរអប់រំស្នៃពុលឆ្ពោះទៅមន្ទីរអប់រំព្រែកក្រឡាញ់ដែលជាមន្ទីរឃុំឃាំងចុងក្រោយសម្រាប់ខ្ញុំសំអល់ជាប់ឃុំឃាំងនៅមន្ទីរអប់រំព្រែកក្រឡាញ់អស់រយៈពេល71ឆ្នាំរហូតដល់ថ្ងៃទី17មេសាឆ្នាំ1975ដែលកងទ័ពខ្មែរក្រហមវាយដណ្ដើមបានទីក្រុងភ្នំពេញទើបខ្មែរក្រហមដោះលែងរូបគាត់និងអ្នកទោស5នាក់ទៀតឲ្យចេញពីមន្ទីរឃុំឃាំងមកធ្វើស្រែចម្ការក្នុងរបបមួយដែលគាត់ឲ្យឈ្មោះថាគុកឥតជញ្ជាំងសំអល់បានរំលឹកនៅរឿងរ៉ាវទាំងឡាយដែលគាត់ធ្លាប់ជួបប្រទះរយៈពេល71ឆ្នាំនៃការជាប់ឃុំឃាំងនៅមន្ទីរអប់រំព្រែកក្រឡាញ់ថាការដែលខ្ញុំជាប់ឃុំឃាំងនៅមន្ទីរអប់រំព្រែករេបានមួយសប្តាហ៍ប្រធានមន្ទីរសន្តិសុខបានហៅអ្នកទោសទាំងអស់មកប្រជុំថាយើងឡើងទៅលើទៀតទៅនៅជាមួយប្រជាជនខ្ញុំអរណាស់នៅពេលដែលឮថាបានមករស់នៅជាមួយប្រជាជនប៉ុន្តែតាមការពិតយកអ្នកទោសមកដាក់នៅមន្ទីរអប់រំព្រែកក្រឡាញ់សោះមកដល់ទីនេះប្រធានសន្តិសុខបាននិយាយថាយើងមកនេះគឺមកហាត់ពុតលុតដំខំកសាងខ្លួនចាប់ពីថ្ងៃនេះតទៅខ្ញុំចេះតែគិតនៅក្នុងចិត្តលុតដំកសាងខ្លួនរបៀបម៉េចការលុតដំនៅទីនេះលំបាកវេទនាខ្លាំងណាស់គឺពួកខ្មែរក្រហមលុតដំអ្នកទោសតាំងពីដេកតាំងពីដើរតាំងពីការហូបចុកសពបែបយ៉ាងដំនោះដំតតែសតែស្បែកហើយនឹងឆ្អឹងខ្មែរក្រហមបានយកសាលារៀនធ្វើជាមន្ទីរឃុំឃាំងនៅទីនោះមានអ្នកទោសទាំងចាស់ទាំងថ្មីប្រមាណ30នាក់ក្នុងមួយបន្ទប់មានអ្នកទោស5នាក់ចំណែកឯរបបហូបចុកក្នុងមួយថ្ងៃ2ពេលសម្រាប់ពេលព្រឹកគឺម៉ោង11និងពេលល្ងាចនៅម៉ោង5ក្នុងមួយពេលអ្នកទោសម្នាក់ទទួលបានបបរមួយវែកនិងសម្លម្ជូរក្តាមមួយចានសម្រាប់អ្នកទោស5នាក់ក្នុងសម្លមួយចានគឺមានក្តាមមួយចំហៀងនិងបន្លែដើមបន្លាដំបងយក្ស5ចំណិតហើយទឹកសម្លវិញដួសបានតែម្នាក់មួយស្លាបព្រាប៉ុណ្ណោះបបរមួយវែកនោះគ្មានចាក់ដាក់ទេគ្មានចានដាក់ទេពីព្រោះចានសម្រាប់ដាក់សម្លឯបបរដាក់ក្នុងស្មុកស្លឹកត្នោតរាល់ពេលដែលចុងភៅដួសបបរដាក់ក្នុងស្មុករួចហើយទាំងគេទាំងខ្ញុំត្រូវលើកស្មុកឡើងហត់បបរសិនបើមិនដូច្នោះទេបបរដែលមានសុទ្ធតែទឹកនឹងហូរអស់ហត់ទឹកបបររួចសំគិតពីសម្លជាក្រោយព្រឹកព្រលឹមឡើងអនុប្រធានសន្តិសុខបានបែងចែកអ្នកទោសឲ្យធ្វើការទៅតាមផ្នែកអ្នកខ្លះទៅស្ទូងខ្លះទៅដកសំណាបនិងខ្លះទៀតទៅរែកទឹកប្រធានសន្តិសុខបានហាម5ដល់អ្នកទោសទាំងអស់មិនឲ្យតាក់ទងជាមួយប្រជាជនឡើយនៅពេលដែលជួបនឹងប្រជាជនមិនត្រូវនិយាយប្រាប់ប្រជាជនពីភាពលំបាកវេទនារបស់ខ្លួនទេព្រោះថាទាំងអស់នេះគឺជារឿងលក្ខការរបស់អង្គការអ្វីដែលនឹងត្រូវនិយាយប្រាប់ប្រជាជនគឺហូបចុកគ្រប់គ្រាន់សុខសប្បាយធម្មតាថ្ងៃមួយនៅក្នុងរដូវភ្ជុំបិណ្ឌខ្ញុំបានទៅរែកទឹកពីអណ្ដូងនៅក្នុងវត្តមួយទើបតែទម្លាក់ធុងទៅដល់អណ្ដូងស្រាប់តែមានព្រះសង្ឃមួយអង្គនិមន្តមកសួរខ្ញុំថាញោមមានអីពិសាទេរាល់ថ្ងៃហ្នឹងខ្ញុំក៏និយាយតាមត្រង់ថាករណីអត់មានអីហូបទេលោកតាបបរមួយវែកដោយសេចក្តីអាណិតលោកសង្ឃបានយកនំអន្សមជ្រូក3ឲ្យមកខ្ញុំញោមឯងហូបឲ្យស្រួលបួលកុំឲ្យគេឃើញខ្ញុំឃើញនំអន្សមជ្រូកធំដូចឃើញមាសពេជ្រអណាស់នឹកថាអញបានមួយពេលនេះគ្រប់ហើយនំមួយដាក់ថ្នាក់នំមួយមូដាក់ចង្កេះខោនំមួយកាន់ហូបទើបតែហែកនំហៀបនឹងដាក់មាត់ស្រាប់តែមានសន្តិសុខខ្មែរក្រហមម្នាក់មិនដឹងមកពីណាស្រែកសម្លុតខ្ញុំហែងលួចនំគេស៊ីរួចសន្តិសុខនោះវាយខ្ញុំ4ស្វាយកំភ្លើងខ្ញុំក៏ដួលផ្កាប់មុខទៅនឹងមាត់អណ្ដូងហើយសន្តិសុខនោះក៏យកនំទៅបាត់ចំពោះប្រជាជនវិញគឺចង់ឲ្យអ្នកទោសបានហូបប៉ុន្តែនៅពេលដែលខ្មែរក្រហមឃើញមិនត្រឹមតែមិនឲ្យយើងហូបទេថែមទាំងស្ដីបន្ទោសប្រជាជនថែមទៀតបើមិនឯងចង់ឲ្យវាស៊ីមិនឯងឲ្យខ្ញុំមុនកាន់តែនៅតែចាំមិនភ្លេចទៀតនោះគឺថ្ងៃមួយនោះខ្ញុំបានជួបនឹងបងប្រុសរបស់ខ្ញុំក្នុងពេលដែលសន្តិសុខបណ្ដាលខ្ញុំនិងអ្នកទោសដទៃទៀតទៅស្ទូងស្រូវ
ពេលបានឃើញបងខ្ញុំបានស្រែកសួរបងមកពីណាក្រោយពីបងប្រុសខ្ញុំដើរផុតទៅខ្មែរក្រហមម្នាក់បានសួរខ្ញុំថាហែងសួរអាណាមិញខ្ញុំតបបាញ់ថាខ្ញុំសួរបងខ្ញុំផាំងខ្មែរក្រហមរូបនោះបានវាខ្ញុំ3ស្វាយកំភ្លើងហើយប្រមានថាថ្ងៃក្រោយកុំណាបើឯងចង់សួរវាសួរអញមុនសិនសន្តិសុខខ្មែរក្រហមនៅកន្លែងនោះសុទ្ធតែក្មេងៗដែលមានអាយុពី16ទៅ17ឆ្នាំតែប៉ុណ្ណោះប៉ុន្តែអ្នកទោសគ្មានកម្លាំងនឹងទល់ទល់ឡើយដូចជារូបខ្ញុំនេះជាដើមឲ្យតែចេញទៅវាលហើយមានខ្យល់បក់ខ្លាំងបន្តិចបើដើមមិនប្រយ័ត្ននឹងដួលភ្លាមអ្នកទោសទាំងអស់ដែលជាប់នៅក្នុងមន្ទីរឃុំព្រែកក្រឡាញ់មានវាសនាមិនខុសគ្នាប៉ុន្មានឡើយគ្រាន់តែយូរនឹងឆាប់ប៉ុណ្ណោះហើយម្នាក់គិតតែពីបញ្ហាស្លាប់ហើយនឹងរស់អ្នកទោសមួយចំនួនបានស្លាប់បាត់បង់ជីវិតដោយសារតែជំងឺហើមនិងដែលបណ្ដាលមកពីកង្វះចំណីអាហារនិងមួយចំនួនទៀតស្លាប់ដោយសារតែចង់លួចរត់សំអល់អះអាងបញ្ជាក់ទៅលើមូលហេតុនៃការស្លាប់បាត់បង់ជីវិតរបស់អ្នកទោសទាំងពីរករណីខាងលើថាអ្នកទោសមួយចំនួនគ្មានកម្លាំងនឹងចេញទៅធ្វើការដោយសារតែការផ្ដល់អាហារមិនគ្រប់គ្រាន់ដេកយូរទៅកើតមានជំងឺហើមហូរទឹករងាយយប់មួយនោះអ្នកទោស5នាក់បាននាំគ្នាគូសទ្វារគុកលួចរត់ចៃដនអីមេកងបានដឹងរឿងនេះក៏ទៅរាយការណ៍ប្រាប់ប្រធានសន្តិសុខប្រលឹមឡើងប្រធានសន្តិសុខហើយអ្នកទោសទាំងអស់មកប្រជុំហើយសួរថាមើលអាណាខ្លះចង់លួចរត់យប់មិញអ្នកទោសទាំងអស់បាននាំគ្នាឆ្លើយថាអត់ដឹងទេប្រធានសន្តិសុខសម្លុតថាយើពួកឯងសុទ្ធតែត្រូវជើងគ្នាពួកឯងចង់រត់ប៉ុន្តែអ្វីគ្រប់យ៉ាងប្រធានសន្តិសុខបានដឹងទាំងអស់ព្រោះថាមេកងដែលបានដឹងរឿងនេះគឺជាអ្នកទោសដែលប្រធានសន្តិសុខចាត់តាំងឲ្យឃ្លាំមើលនិងរាយការណ៍អំពីសកម្មភាពរបស់អ្នកទោសនៅពេលថ្ងៃមិនដឹងថាមេកងរូបនេះទៅធ្វើការនៅកន្លែងណាឡើយប៉ុន្តែពេលយប់មកដេកនៅក្នុងគុកជាមួយអ្នកទោសដែរបញ្ជាក់ការប្រជុំប្រធានសន្តិសុខបានបញ្ជាឲ្យក្រុមសន្តិសុខចាប់អ្នកទោសទាំង5នាក់ចងស្លាប់សេកហើយយកក្រណាត់ខ្មៅចងមុខរួចបណ្ដាចេញទៅខាងក្រោយគុកបែកខាងត្បូងចំណែកឯអ្នកទោសដទៃទៀតដែលមិនមានជាប់ពាក់ព័ន្ធត្រូវត្រឡប់ចូលក្នុងគុកវិញប្រធានសន្តិសុខបានមកបិទទ្វារគុកហើយដាក់បញ្ញត្តិថាបើលើសូរគ្រាប់កំភ្លើងមានអ្នកណាម្នាក់ជ្រួលច្របល់នឹងបាញ់ចោលមួយស្របក់ក្រោយមកខ្ញុំលើប្រធានសន្តិសុខរាប់1 2 3ស្នូកំភ្លើងប្រៅមិនលើសំឡេងអ្នកទោសស្រែកអ្វីបន្តិចសោះពេលក្រឡេកទៅខាងមុខស្រាប់តែឃើញសំឡេងបំពាក់របស់សាកសពអ្នកទោសទាំង5នាក់ហាលនៅលើរបងគួរឲ្យអនុអត់ធំជាងនេះទៀតបន្ទាប់ពីខ្ញុំបានមកជាប់ឃុំឃាំងនៅព្រែកក្រឡាញ់អស់រយៈពេល3ខែខ្ញុំបានឃើញខ្មែរក្រហមអាកោអ្នកទោស3នាក់និងធៀងថ្នោតនៅចំពោះមុខខ្ញុំនិងអ្នកដទៃទៀតតែម្ដងខ្មែរក្រហមមួយក្រុមបានទៅចាប់អ្នកទោសទាំង3នាក់ដែលត្រូវជាមិត្តរបស់ខ្ញុំពីមន្ទីរអប់រំព្រែករីមកបញ្ជូនមកសម្រាប់នៅមន្ទីរអប់រំព្រែកក្រឡាញ់ដោយដឹងថាអ្នកទោសទាំង3នាក់នេះលួចរត់ចេញពីគុកសំអល់បានបញ្ជាក់ថាការសម្លាប់អ្នកទោសប្រព្រឹត្តខុសនឹងវិន័យរបៀបនេះគឺជាវិធីព្រមានមួយដើម្បីកុំឲ្យអ្នកទោសផ្សេងទៀតយកតម្រាប់តាមសំអល់បានមានប្រសាសន៍ចុងក្រោយថាដរាបណាខ្ញុំនៅរស់រានមានជីវិតដរាបនោះខ្ញុំនៅតែនឹកឃើញជានិច្ចអំពីទារុណកម្មទាំងឡាយដែលពួកខ្មែរក្រហមបានប្រព្រឹត្តមកលើរូបខ្ញុំឆ្ងល់ថាអ្នកទាំងនោះចេះនិយាយភាសាខ្មែរដូចខ្ញុំដែរប៉ុន្តែហេតុអ្វីបានជាគេសម្លាប់ខ្មែរដូចគ្នាជារៀងរាល់រដូវភ្ជុំបិណ្ឌម្ដងខ្ញុំតែងតែនឹកឃើញដល់ខែបុណ្យភ្ជុំកាលពី25ឆ្នាំមុនដែលខ្ញុំយំក្នុងគុក